ដោយឡែកព័ត៌មានអន្តរជាតិមួយទៀតអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ Manil វិមានប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងនៅថ្ងៃអង្គារទី11ខែមីនានេះថាអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានឃាត់ខ្លួនហើយពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្រោយពេលរូបលោកបានធ្វើដំណើរមកដល់អាកាសយានដ្ឋានក្នុងទីក្រុង Manil វិញនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ការចាប់ខ្លួនលោក Rodrigo Duterte កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពីអតីតប្រធានាធិបតីរូបនេះកាលពីថ្ងៃច័ន្ទម្សិលមិញបាននិយាយនៅក្នុងទីក្រុងហុងកុងថារូបលោកបានត្រៀមរួចជាស្រេចសម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោកចំពេលមានសេចក្តីរាយការណ៍ថាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រុងនឹងចេញដីកាជំរុញសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនវិមានប្រធានាធិបតីហ្វីលីពីនបានគូបញ្ជាក់ដូចនេះថានៅព្រឹកនេះថ្ងៃអង្គារទី11ខែមីនាប៉ូលីស Interpol Manila ទទួលបានសេចក្តីចម្លងនៃដីកាចាប់ខ្លួនពី ICC ហើយខណៈពេលនេះលោក Duterte កំពុងស្ថិតក្រោមការឃុំខ្លួនដោយអាជ្ញាធរនៅក្នុងព្រឹត្តិការណ៍ជួបជុំជាមួយនឹងពលករហ្វីលីពីនរាប់ពាន់នាក់នៅហុងកុងកាលពីថ្ងៃច័ន្ទលោក Duterte សង្ឃឹមថានឹងអាចបង្កើននូវការគាំទ្រសម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភារបស់លោកនៅក្នុងការបោះឆ្នោតពាក់កណ្ដាលដែលនឹងមកដល់នៅប្រទេសហ្វីលីពីនដោយលើកហេតុផលការពីសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់លោក Duterte បាននិយាយដូចនេះថាហេតុអ្វីបានជាខ្ញុំធ្វើវាតើសម្រាប់ខ្លួនខ្ញុំផ្ទាល់សម្រាប់គ្រួសារខ្ញុំឬគឺសម្រាប់អ្នកទាំងអស់គ្នានិងក្មេងៗជំនាន់ក្រោយហើយសម្រាប់ប្រទេសជាតិយើងប្រសិនបើដីកាចាប់ខ្លួនជាការពិតបើនេះពិតជាវាសនាក្នុងឆាកជីវិតរបស់ខ្ញុំគឺមិនអីនោះទេខ្ញុំនឹងទទួលយកវាពួកគេអាចចាប់ខ្ញុំអាចដាក់គុកខ្ញុំតើអ្វីទៅជាទោសកំហុសរបស់ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងអំឡុងពេលកាន់អំណាចគឺដើម្បីតែសន្តិភាពនិងជីវិតរស់នៅដែលសុខសាន្តសម្រាប់ប្រជាជនហ្វីលីពីនការិយាល័យរបស់លោក Ferdinand Marcos ដែលជាប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នបានច្រានចោលការសង្ស័យថាលោក Duterte អាចនឹងគេចវេសពីច្បាប់តាមរយៈការធ្វើទស្សនកិច្ចមកកាន់ទីក្រុងហុងកុងរបស់ចិនដែលមិនមែនជាសមាជិកនៃសន្ធិសញ្ញារបស់តុលាការ ICC គួរបញ្ជាក់ថាសង្គ្រាមប្រឆាំងគ្រឿងញៀនគឺជាគោលនយោបាយដ៏សំខាន់បំផុតដែលបានជួយឲ្យលោក Duterte ឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ2016លោក Duterte បានដកហ្វីលីពីនដោយឯកតោភាគីចេញពីសន្ធិសញ្ញារបស់ ICC កាលពីឆ្នាំ2019នៅពេលដែលតុលាការអន្តរជាតិនេះចាប់ផ្ដើមពិនិត្យមើលជាលើកដំបូងលើការចោទប្រកាន់អំពីការសម្លាប់មនុស្សជាប្រព័ន្ធនៅក្រៅច្បាប់អំឡុងសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់លោក